ចាំសាជីបាយគ្នាទៅខ្ញុំត្រូវគ្នាជាមួយអតីតមិត្តស្រីរបស់ខ្ញុំវិញហើយនាងឆាប់ប្រមូលអីវ៉ាន់ចេញពីទីនេះភ្លាមទៅដើម្បីប៉ះបើដល់នាងនៅក្នុងផ្ទះនេះនាងអាចយករបស់មួយទៅបានកុំឲ្យតែខ្ញុំគំរិះខ្ញុំចង់បានឯកសារអចលនទ្រព្យរបស់ខ្ញុំមិនបានទេធានារ៉ាប់រងក៏មិនបានដែរក្រៃលោកនិយាយថានឹងប៉ះបើដល់ខ្ញុំនាងចង់បានសន្តិសុខក្រីក្រម្នាក់នេះសន្តិសុខក្រីក្រស្អីប្រយ័ត្នសម្ដីរបស់លោកបន្តិចទៅគាត់គឺជាអនាគតស្វាមីរបស់ខ្ញុំឲ្យតែគាត់យកព្រមខ្ញុំថ្ងៃហ្នឹងនឹងទៅចុះអត្ថាសវជាមួយគាត់ទេលោកមើលទៅមើលអីលោកមើលមកដល់ទៅរបស់គាត់ទៅគឺពិតជាសង្ហាមែនតើពួកយើងជូនពរឲ្យលោកគ្មានកូនគ្មានការអប់រំមិនចាំបាច់អរគុណទេនាងរៀបការជាមួយខ្ញុំពិតជាមិនស្ដាយក្រោយទេខ្ញុំមិននឹងឯងស្ដាយក្រោយទៅសន្តិសុខអីក៏ជាឡានទំនើបម្លេះស្មានមិនដល់ថាខ្ញុំក៏មានថ្ងៃនេះដែរគេមើលទៅថែមទាំងសង្ហាទៀតគេប្រកាសជាយកឡាននឹងជួយខ្ញុំទៅផ្ទះហើយតើពួកយើងទៅផ្ទះដល់របៀបណាទៅចាំខ្ញុំបន្តិចទៅត្រូវធ្វើអញ្ចឹងទៅត្រូវពួកយើងគឺជាគ្រួសារតែមួយមិនចាំបាច់មានអីលាក់លៀមទៀតនោះទេអីចង់អាឡានទំនើបមួយនេះមិនមែនជារបស់លោកទេក៏ប៉ុន្តែខ្ញុំឃើញលោកបើកដល់ផ្ទាល់ភ្នែកឡានហ្នឹងមែនខ្ញុំចោលឡានឲ្យគេតើខ្ញុំគឺជាមនុស្សអីអាចទិញឡានប្រភេទអញ្ចឹងបានតាមពិតទៅគេគឺជាអ្នកបើកឡានឲ្យគេទេមើលទៅលោកក៏ជាមនុស្សស្មោះត្រង់ដែរគឺខ្ញុំជាអ្នកយកច្រឡំខ្ញុំក៏តែដឹងកម្រិតរបស់ខ្លួនឯងដែរឥឡូវនេះពួកយើងបានចុះតាស្វរួយទៅហើយចាប់ពីពេលនេះទៅពួកយើងនឹងរស់នៅឲ្យមានក្តីសុខជាមួយគ្នាលោកឆាប់ទៅទិញឡាន Ferrari ពណ៌ក្រហមឲ្យខ្ញុំមួយហេតុអ្វីបានជាលោកប្រធាននឹកឃើញចង់ទិញឡានដោយសារតែភរិយារបស់ខ្ញុំក៏ចង់បានផ្ទះលោករៀបចំយ៉ាងណាហើយពួកយើងធ្វើតាមអ្វីដែលលោកផ្ដាំលោកប្តីមើលថ្ងៃនេះអូម៉ានទិញបន្លែស្រស់ជាច្រើនបន្លែទាំងអស់នេះ1គីឡូតែ2000នោះទេបើយកទៅធ្វើម្ហូបគឺប្រកាសជាល្អហើយមិនចាំបាច់ធ្វើម្នាក់ញ៉ាំល្អតែយើងថ្ងៃគ្រីស្មាស់ទៅផ្ទះធ្វើម្ហូបនាងស្ដាយក្រោយហើយឬដែលរៀបការជាមួយសន្តិសុខក្រីក្រអញ្ចឹងសង្ឃស្ដីមើលមកដល់ស្រស់សង្ហារបស់គាត់ទៅថ្ងៃណាក៏គាត់ញ៉ាំបាយបានឆ្អែតដែររីមើលទៅមុខរបស់លោកទៅនាងគុំសម្ដីថ្លោះពេកនៅអាទិត្យនេះមានការតាំងពិព័រណ៍ផ្ទាំងគំនូមនុស្សក្រីក្រដូចពួកឯងហ៊ានមកអត់ទៅក៏បានតើអូនសម្រាប់ថ្ងៃស្អែកនេះពួកយើងត្រូវទៅឈ្នះគេភរិយារបស់ខ្ញុំឥឡូវយ៉ាងម៉េចដែរកុំខ្វល់ពីគេបងមើលផ្ទាំងគំនូនេះស្អាតដែរអូនមកមើលផ្ទាំងគំនូគឺមកមើលវប្បធម៌ផ្ទាំងគំនូមួយនេះគឺមានតម្លៃជាង8លានផ្ទាំងគំនូមួយនេះគឺគូនៅឆ្នាំ1876ដែលលោកមកណាតម្លៃរបស់ផ្ទាំងគំនូនេះគឺ12លានដុល្លារលោកម្នាក់នេះគឺនិយាយត្រូវគំនូទាំងអស់នេះគឺជារបស់គ្រួសារលាវដែលបានប្រមូលផ្ដុំហើយក៏ជាគ្រួសារដែលមានជាងគេនៅក្នុងទីក្រុងប៉េកាំងដែរគាត់តែងតែឧបត្ថម្ភដល់កន្លែងពួកយើងទើបពួកយើងមានឱកាសបានឃើញផ្ទាំងគំនូទាំងអស់នេះបងពិតជាពូកែមែនឲ្យអស់ចាទៅខ្ញុំស្គាល់ម្ចាស់គំនូមួយនេះឲ្យតែខ្ញុំទេទូរស័ព្ទទៅគេផ្ទាំងគំនូមួយនេះគេនឹងទម្លាក់ចោះមិនឲ្យនរណាមើលឃើញទាំងអស់អញ្ចឹងលោកទេទៅគេទៅឥឡូវនេះគាត់កំពុងចោទរវល់ហេតុអ្វីបានជាទូរស័ព្ទរបស់ខ្ញុំមិនរោលអញ្ចឹងទូរស័ព្ទរបស់លោករោលតើលោកគិតថាលោកជានរណាគេស្មានមិនដល់ថាខ្ញុំអាចជួបលោកនៅទីនេះលោកប្រធានចូលលោកប្រធានយ៉ាងបានជួបលោកទាំងពីរនៅទីនេះពិតជាកិត្តិយសរបស់ខ្ញុំណាស់អ្នកប្រុសលាវពួកយើងពិតជាអរគុណដល់អ្នកប្រុសព្រមយកផ្ទាំងគំនូមួយនេះមកតាំងនៅកន្លែងពួកយើងអ្នកប្រុសលាវគេម្នាក់នេះមិនស័ក្តិសមមើលផ្ទាំងគំនូមួយនេះទេសន្តិសុខនាំគេទៅធ្វើអីលេងខ្ញុំលោកគឺជាអ្នកមានអញ្ចឹងហេតុអីបានជាលោកទៅធ្វើជាសន្តិសុខដោយសារតែបងចង់នៅក្បែរអូនសម្លាញ់